តើការមានអារម្មណ៍ថា hype នៅក្នុងវិស័យ trading វាប៉ះពាល់អ្វីខ្លះដល់ psychologist របស់យើងអញ្ចឹងខ្ញុំមានបទពិសោធន៍ក្នុងការ hype នៅក្នុងការ trading ដូចគ្នាអញ្ចឹងវាប៉ះពាល់ទៅដល់យើងខ្លាំងមែនទែនអញ្ចឹងខ្ញុំមាន proof ឲ្យគ្នាយើងមើលដូចគ្នាអញ្ចឹងសម្រាប់ការ trade របស់ខ្ញុំគឺខ្ញុំ flip account ពី$10មួយ entry ខ្ញុំចំណេញទៅដល់$100អញ្ចឹងគឺខ្ញុំ flip វាប្រកឡើង1000%ហើយអញ្ចឹងហើយក៏ខ្ញុំ flip ពីលុយ$3ទៅដល់លុយ$30ដូចគ្នាអញ្ចឹងគឺពេលដែល flip បានគឺយើងមានអារម្មណ៍ថាយើង hype មែនតើយើងមានអារម្មណ៍ថាយើងដូចជាចង់មានទំនួលទៅលើខ្លួនឯង over confident លើខ្លួនឯងអញ្ចឹងពេលដែលយើង trade បានចំណេញអញ្ចឹងហើយយើងអត់ព្រមឈប់ទេយើងព្យាយាម deposit ដល់អាលុយចំណេញ deposit អា10រៀលហ្នឹងចូលរហូតដាច់ដាក់ទៀតដាច់ដាក់ទៀតដាច់ដាក់ទៀតអញ្ចឹងដល់ទៅពេល total overall មកវាមានបញ្ហាត្រង់ថាយើងមិនមែនអាច flip បានរហូតទេមិនមែន flip បានគ្រប់ entry ទេអញ្ចឹង$10គុណតែ5ដងដាច់អស់$50វិញបាទអញ្ចឹងពេលដែលយើងដាច់យើងមានអារម្មណ៍ថាមិនបានវាកើតឡើងអញ្ចឹងមុនហ្នឹងយើង flip បានយើងមាន confident ថាយើង entry បែបហ្នឹង entry model បែបហ្នឹងវា flip បានរហូតចុះបើយើងធ្វើលើកហ្នឹងវា fail អញ្ចឹងធ្វើឲ្យយើងមានអាការគិតមួយដែលថាយើងចង់ដេញសារយើង FOMO អញ្ចឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ psychology របស់យើងពេលដែលយើង FOMO ហើយយើងព្យាយាមដេញជាន់សារដាច់ account ហ្នឹង deposit 10រៀលទៀតជាន់ទៀត deposit 10រៀលទៀតជាន់ទៀតអញ្ចឹងយើងប្រើ account sen យើងជាន់តែ10ដងដាច់អស់100វិញបាទអញ្ចឹងបាត់អីដែលយើងចំណេញហើយយើងអត់ព្រមសម្រាកយើង trade គឺ trade នេះគេហៅថា trade អត់ដេកចាអញ្ចឹងសូម្បីតែផ្សារក៏វាចេះសម្រាកដែរថ្ងៃសៅរ៍អាទិត្យក៏វាសម្រាកដូចគ្នាចោះយើង trader យើងក៏ចេញទៅយើងក៏ត្រូវមានពេលសម្រាកដូចគ្នាយើងមិនមែន24ម៉ោងអង្គុយមើលឆាតអង្គុយ trade រហូតទេអញ្ចឹងឆ្លងតាម experience របស់ខ្ញុំដែលខ្ញុំជួបនឹងការ FOMO ហ្នឹងខ្ញុំអាចនិយាយបានថាពេលដែលយើង hype យើងគួរណាស់តែ reset psychology របស់យើងឡើងវិញយើងបិទឆាតទៅយើងដើរទៅក្រៅលេងឬក៏ទៅញ៉ាំអីដែលយើងចំណេញ profit របស់យើងនឹងយើងសម្រាកទៅហើយយើង reset psychology របស់យើងមកវិញកុំឲ្យមានអារម្មណ៍ថាឈួលបុកទ្រូងចង់តែ trade ចង់ធ្វើអ្នកមាននៅក្នុងរយៈពេល1ថ្ងៃអញ្ចឹងពីខ្ញុំទៅយើងព្យាយាមកាត់បន្ថយការមើលក្រាបឲ្យបានកាន់តែច្រើនកាន់តែល្អព្រោះ trader មិនប្រកាសថា1ថ្ងៃត្រូវតែមាន1 set up ឬក៏2 set up 3 set up ទេអញ្ចឹង1ថ្ងៃពេលខ្លះវាមានពេលខ្លះវាអត់យើងមិនបាច់ចាំបាច់ force វាពេកទេពេលខ្លះពេលដែលយើង force ពេកអីក៏យើងអាចមើលឃើញដែរឧទាហរណ៍ថាកន្លែងហ្នឹងមិនមែនជាកន្លែងដែលយើងត្រូវចូលទេតែជាក់ស្ដែងពេលដែលយើង force វាពេកកន្លែងហ្នឹងអត់ត្រូវចូលក៏មើលឃើញចេញយកអាសេណារីយ៉ូផ្សេងយកមកដាក់ចូលឲ្យគិតថាអូកន្លែងហ្នឹងខ្ញុំអាចចូលបានអញ្ចឹងចូលទៅគឺវាមានបញ្ហាដាច់ខោតែបើការ confirmation របស់យើង checklist របស់យើងវាមិនមែនជាកន្លែងហ្នឹងទេវាអត់ត្រូវទេតែយើងព្យាយាម force ដើម្បីបាន trade អញ្ចឹងវីដេអូមានតែប៉ុណ្ណឹងសម្រាប់ជាវីដេអូជំនួយទៅលើ psychology របស់យើងពេលដែលយើងដឹងខ្លួនថាយើង hype ដឹងខ្លួនថាយើងសប្បាយពេកយើងមានអារម្មណ៍ថាយើងដូចយើងនឹង god ចឹងយើងខ្លាំងចឹងយើងគួរណាស់តែសម្រាប់យើងទៅ reset psychology យើងឡើងវិញដើម្បីការពារដាច់ទាំងដើមដាច់ទាំងចុងទៀត